ត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមមិនត្រូវឲ្យមានការធ្វើសកម្មភាពចល័តកងកម្លាំងដោយរាប់បញ្ចូលទាំងការល្បាតចូលទីតាំងរបស់ភាគីម្ខាងទៀតគុំថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មានក៏ដូចជាជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីមេត្រីសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលភាគីថៃនិងកម្ពុជាបានឯកភាពគ្នានិងដែលបានចូលជាធរមានរយៈពេល2ខែកន្លងមកហើយនេះរួមមាន16ចំណុចដែលក្នុងនោះរួមមានទាំងវិធានការកាត់បន្ថយភាពតានតឹងហើយនឹងយន្តការសម្រាប់អនុវត្តនិងផ្ទៀងផ្ទាត់ថ្ងៃនេះអនុញ្ញាតឲ្យខ្ញុំចែករំលែកខ្លឹមសារទាំង16ចំណុចដោយមានសង្ខេបខ្លះដើម្បីជាការយល់ដឹងទាំងអស់គ្នាដូចតទៅ1ភាគីទាំងពីរឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនេះគិតចាប់តាំងពីម៉ោង12ថ្ងៃត្រង់ម៉ោងក្នុងស្រុកថ្ងៃទី27ខែធ្នូឆ្នាំ2025ភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុឬក៏ធ្វើសកម្មភាពរលទៅមុខឬចាក់លាត់កម្លាំងនៅលើទីតាំងឬកងកម្លាំងរបស់ភាគីម្ខាងទៀតទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាត2ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្នដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមមិនត្រូវឲ្យមានការធ្វើសកម្មភាពចល័តកងកម្លាំងដោយរាប់បញ្ចូលទាំងការល្បាតចូលទីតាំងរបស់ភាគីម្ខាងទៀត3ភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរឯកភាពគ្នាប្រគល់ទូនាទីឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននៅសន្តិភាពយូរអង្វែងនៅតាមព្រំដែន4ភាគីទាំងពីរឯកភាពអនុញ្ញាតឲ្យជនស៊ីវិលរស់នៅតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែងនិងប្រកបជីវភាពរស់នៅជាធម្មតារបស់ពួកគេវិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំងនិងដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរនៅក្នុងតំបន់រៀងៗខ្លួន5ភាគីទាំងពីរឯកភាពគ្នាថានឹងមិនបង្កើនកម្លាំងតាមបណ្ដោយព្រំដែនកម្ពុជាថៃទាំងមូលការបង្កើនកងកម្លាំងណាមួយអាចនឹងបង្កើនភាពតានតឹងហើយបង្កឲ្យមានផលអវិជ្ជមានប៉ះពាល់ទៅដល់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែងក្នុងការដោះស្រាយស្ថានភាពបច្ចុប្បន្ន6ភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយដែលអាចនាំឲ្យមានភាពតានតឹងដោយរួមបញ្ចូលទាំងសកម្មភាពយោធាចូលក្នុងដែនអាកាសនិងបូរណភាពទឹកដីឬទីតាំងរបស់ភាគីម្ខាងទៀតគិតចាប់តាំងពីពេលបទឈប់បាញ់ភាគីទាំងពីរឯកភាពគ្នាមិនធ្វើការសាងសង់ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាឬលេនដ្ឋានផ្សេងៗនៅហួសពីទីតាំងរបស់ខ្លួនឡើយ7ភាគីទាំងពីរឯកភាពគ្នាមិនប្រើប្រាស់កម្លាំងគ្រប់ប្រភេទប្រឆាំងទៅនឹងជនស៊ីវិលនិងគោលដៅស៊ីវិលទោះក្នុងកលៈទេសៈណាក៏ដោយសកម្មភាពនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ចំពោះសហគមន៍នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេថែមទាំងជាការបំពានច្បាប់អន្តរជាតិនិងធ្វើឲ្យប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិរបស់ភាគីដែលបានបំពានផងដែរ8ភាគីទាំងពីរឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិតឬព័ត៌មានคล้ายៗដើម្បីកាត់បន្ថយភាពតានតឹងកាត់បន្ថយសាធារណមតិអវិជ្ជមាននិងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី9ភាគីទាំងពីរបញ្ជាក់សារជាថ្មីនៅកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាស្តីពីការហាមប្រើប្រាស់រក្សាទុកការផលិតនិងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្សនិងការបំផ្លាញគ្រាប់មីនទាំងនេះតាមអនុសញ្ញាអូតាវ៉ាភាគីទាំងពីរនឹងធ្វើការរួមគ្នាតាមរយៈក្រុមការងារសម្របសម្រួល JCTF
ឬការងារដោះមានមនុស្សធម៌ស្របតាមនិយមនីតិវិធីប្រតិបត្តិ SOP ដែលបានព្រមព្រៀងគ្នា10ភាគីទាំងពីរឯកភាពគ្នាគោរពតាមផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការឬការទប់ស្កាត់និងបង្ក្រាបអក្រិតកម្មឆ្លងដែនរួមទាំងការឆបោកតាមអ៊ីនធឺណិតនិងការជួញដូរមនុស្សរវាងនគរបាលជាតិកម្ពុជានិងនគរបាលជាតិថៃ11ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមទីក្រុងកូឡាឡំពួរចុះថ្ងៃទី26ខែតុលាឆ្នាំ2025យោធិនកម្ពុជា18រូបនឹងត្រូវដកបញ្ជូនត្រឡប់មកប្រទេសវិញបន្ទាប់ពីការអនុវត្តឈប់បាញ់ត្រូវបានគោរពយ៉ាងពេញលេញក្នុងរយៈពេល72ម៉ោង12ភាគីទាំងពីរទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT និងឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍ AOT ក្នុងការផ្ទៀងផ្ទាត់និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមនេះដោយពិគ្រោះយោបល់ជាមួយប្រធានអាស៊ាននិងក្រុមអ្នកសង្កេតការណ៍អាស៊ាន13ដើម្បីធានាការអនុវត្តដោយប្រសិទ្ធភាពភាគីទាំងពីរយល់ព្រមប្រើប្រាស់អង្គភាពសម្របសម្រួលព្រំដែនកម្ពុជាថៃកម្ពុជាដើម្បីធានាថាបទជប់បាញ់នឹងត្រូវអនុវត្តបានគ្រប់គ្រងស្ថានភាពនៅនឹងកន្លែងដោះស្រាយឧបទ្ទហេតុទាន់ពេលវេលានិងទប់ស្កាត់ការយល់ច្រឡំក្រោមការសង្កេតនិងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT 14ភាគីទាំងពីរនឹងរក្សាខ្សែបណ្ដាញទំនាក់ទំនងជាប្រចាំនិងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនិងអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធដើម្បីឆ្លើយតបភ្លាមៗចំពោះស្ថានភាពបន្ទាន់ដែលមិនអាចដោះស្រាយបាននៅថ្នាក់មូលដ្ឋានប្រសិនបើចាំបាច់តំណាងជាន់ខ្ពស់របស់ភាគីទាំងពីរនឹងត្រូវជួបប្រជុំគ្នាដើម្បីដោះស្រាយរាល់បញ្ហានិងកន្លែងដោយប្រសិទ្ធភាព15ក្រុមការងារ JCTF នឹងជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានរៀងៗខ្លួនក៏ដូចជាក្រុមការងារ JCTF របស់ភាគីម្ខាងទៀតដើម្បីឲ្យបានដឹងនិងដើម្បីសម្រួលប្រតិបត្តិការដោះមានមនុស្សធម៌នៅក្នុងតំបន់អធិភាពនៅព្រំដែនដែលបានព្រមព្រៀងគ្នាស្របតាមផែនការសកម្មភាពដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីរដើម្បីធ្វើឲ្យប្រតិបត្តិការមានភាពរលូនដោយគ្មានការរារាំងឬក៏ការយល់ច្រឡំណាមួយឡើយ16ក្រុមសារព័ត៌មានផ្លូវការរបស់ភាគីទាំងពីរនឹងរក្សាទំនាក់ទំនងជាប្រចាំនិងដោយផ្ទាល់ដើម្បីធានាបាននៅការទប់ស្កាត់និងគ្រប់គ្រងព័ត៌មានមិនពិតនិងព័ត៌មានคล้ายคล้ายប្រកបដោយប្រសិទ្ធភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថាក្នុងស្មារតីសន្តិភាពនិងគោរពច្បាប់អន្តរជាតិកម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នៅបទឈប់បាញ់និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមនេះក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានឯកភាពគ្នាកម្ពុជាប្រកាន់ចំហម៉ឺងម៉ាត់ក្នុងការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមគោលការណ៍ច្បាប់អន្តរជាតិនិងគោលការណ៍ខ្សែព្រំដែនមិនកែប្រែគ្រប់អនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងឯកសារពាក់ព័ន្ធនានាដែលបានឯកភាពគ្នាកាលពីពេលកន្លងទៅកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតឡើងពីការប្រើប្រាស់កម្លាំងអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិជ្រាបសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ